ស្អីទៀតហើយប្រទេសថៃហើយថៃបាទខ្យល់ពុលដីហើយផ្ទះឯងចតកម្ពុជាទៅនឹងខ្យល់សួស្តីប្រិយមិត្តជាទីមេត្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយពីរឿងស្អីមួយទៀតដែលពាក់ព័ន្ធនឹងប្រទេសថៃថៃកំពុងចតកម្ពុជាថាបណ្ដាលឲ្យខ្យល់ពុលនៅទីក្រុងបាងកកខណៈដែលខ្យល់ពុលនោះមកពីផ្ទះឯងរបស់ថៃឯងមួយទៀតវាពាក់ព័ន្ធនឹងរឿងសោកនាដកម្មភ្នំដងរែកឬភ្នំខ្មៅដែលកម្ពុជាបានផលិតជាភាពយន្តហើយនិយាយរិះគន់តែការពិតប៉ុណ្ណោះមិនត្រឹមតែរឿងទឹកដីនិងវប្បធម៌ដែលមិនចេះចប់នោះទេសូម្បីតែខ្យល់ដកដង្ហើមក៏តាមឆ្លោះជាមួយកម្ពុជាខណៈដែលទីក្រុងបាងកកកំពុងថប់ដង្ហើមដោយសារឡាននិងរោងចក្ររបស់ខ្លួនឯងថៃបែរជាចង្អុលចោទកម្ពុជាថាជាអ្នកបណ្ដាលលើសពីនេះទៅទៀតសូម្បីតែការពិតនៃប្រវត្តិសាស្ត្រដែលត្រូវបានចងក្រងក្នុងសិល្បករភាគីថៃក៏សម្ដែងការភ័យខ្លាចគេដឹងរឿងពិសេសរឿងសោកនាដកម្មភ្នំដងរែកនិងព្យាយាមរារាំងមិនឲ្យកម្ពុជានិយាយពាក្យថាឈ្លានពានតើនេះជាចេតនាសន្សំជំលោះឬជាការភ័យខ្លាចចំពោះការពិតនេះគឺជាវីដេអូនិយាយរៀបរាប់ប្រាប់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាអំពីខ្យល់ពុលដែលប្រទេសថៃចោទកម្ពុជានិងមួយចំណែកទៀតថាថៃកំពុងភ័យខ្លាចការពិតពីសោកនាដកម្មភ្នំដងរែកវាជន់មីនតាមរយៈយោធាថៃដែលបញ្ជាពលរដ្ឋកាលពីសម័យនោះបានបង្ខំឲ្យគ្នាដាយឆ្លងកាត់វាលមីនប្រយុទ្ធជាទីមេត្រីដំណឹងនេះនិយាយនៅថ្ងៃទី18មករា2026ម៉ោង10នាទី9ទៅហើយសម្រាប់សម្រានហើយឬនៅស្ថានភាពព្រំដែនកម្ពុជាថៃល្ងាចមិញនេះម៉ោង7យប់ដូចជាមានការក្តាមវាឡើងភ្នំឬគ្រាប់ចាក់បាសសំឡងស្រែកគៀលក្អែកអាយពីសំណាក់យោធាថៃមិនដឹងជាម៉េចទេឬព្រំដែនក៏ក្តាមដែរប៉ុន្តែផ្អាកនិយាយរឿងព្រំដែនសិនមកនិយាយរឿងខ្យល់ពុលដែលថៃចោទប្រកាន់កម្ពុជាសិនវិបត្តិផ្សែងពុលឆ្លងដែនកម្ពុជាបដិសេធការចោទប្រកាន់របស់ថៃក្រសួងបរិស្ថានកម្ពុជាបានជំទាក់ថ្លែងឲ្យចិនទាំងស្រុងនៅការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលបានទាញយកកំហុសថាផ្សែងពុល PM 2.5 នៅទីក្រុងបាងកកមានប្រភពមកពីការដុតប្រមាញ់នៅកម្ពុជាប្រិយមិត្តយល់យ៉ាងម៉េចដែរឥឡូវចាំមើលស្ដាប់ទាំងអស់គ្នាថាតើក្រសួងបានពន្យល់យ៉ាងម៉េចក្រសួងបានពន្យល់តាមវិទ្យាសាស្ត្រថាការបំពុលនៅបាងកកកើតចេញពីយានយន្តនិងឧស្សាហកម្មក្នុងស្រុកថៃផ្ទាល់ខណៈដែលទិសដៅខ្យល់បច្ចុប្បន្នបក់ពីជើងទៅត្បូងឆ្ពោះទៅសមុទ្រមិនអាចនាំផ្សែងទៅដល់ទីក្រុងបាងកកបានឡើយឥឡូវនេះខ្យល់បក់ពីណាទៅណាហើយកម្ពុជាស្ថិតនៅទិសខាងណានៃប្រទេសថៃទីក្រុងបាងកកប្រិយមិត្តឆ្លើយគ្នាទៅដោយសារទៅក្រសួងបានបញ្ជាក់ថាទិសដៅខ្យល់បច្ចុប្បន្នបក់ពីជើងទៅត្បូងបើបក់ពីជើងទៅត្បូងមិនអាចនាំផ្សែងទៅដល់ទីក្រុងបាងកកបានឡើយនេះគឺជាការឆ្លើយតបចំពោះសារព័ត៌មានថៃរឿងមួយទៀតដែលវាហួសចិត្តគឺយោតែម្ដែនដែលចិនមកនិយាយអញ្ចឹងពាក់ព័ន្ធនឹងថៃបារម្ភពីរឿងភ្នំខ្មោចវាលពិឃាតទី2បាទវាលពិឃាតទី2បន្ទាប់ពីវាលពិឃាតលើកទី1ការសម្លាប់រងោលសម័យប៉ុលពតខ្មែរក្រហមបាទបន្ទាប់ពីសម័យឆ្នាំ1979កម្ពុជាបានភៀសចាកចេញពីភ្នំពេញឬក៏តាមអ៊ីតាំងនានាទៅកាន់ព្រំដែនកម្ពុជាថៃស្របពេលជាមួយគ្នាភាគីថៃតាមរយៈមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃកម្ពុជាបានសម្ដែងការព្រួយបារម្ភចំពោះខ្សែភាពយន្តកម្ពុជាភ្នំខ្មោចដោយប្រមានថាស្នាដៃនេះអាចបំផ្លាញប្រវត្តិសាស្ត្រនិងញុះញង់ឲ្យមានការស្អប់ខ្ពើមដល់ប្រទេសថៃបានអំពាវនាវឲ្យកម្ពុជាប្រើប្រាស់ភាសាស្ថាបនានិងជៀសវាងការប្រើពាក្យឈ្លានពានកម្ពុជានៅក្នុងសាច់រឿងដើម្បីរក្សាទំនាក់ទំនងទ្វេភាគីនេះគឺជាអ្វីដែលថៃព្រួយបារម្ភពាក់ព័ន្ធនឹងរឿងភ្នំខ្មោចប្រិយមិត្តសង្សំជំលោះគ្រប់រឿងតែម្ដងប្រទេសថៃនេះខ្យល់ពុលរបស់ខ្លួនឯងសោះចោតកម្ពុជារឿងខ្យល់នោះឯងហើយរឿងរ៉ាវខ្លួនឯងធ្វើចង់ឲ្យគេបំភ្លេចពាក់ព័ន្ធរឿងភ្នំខ្មោចសោកនាដកម្មនោះឯងវាហាក់បីដូចជាថារឿងចែកតំណែងរៀបចំទុកដែលភាគីថៃតែងតែងាកមកចង់អល់មុខកម្ពុជារាល់ពេលដែលពួកគេជួបបញ្ហាក្នុងស្រុកឬរាល់ពេលដែលកម្ពុជាលើកយកការពិតមកបង្ហាញបាទខ្លាចទៅនឹងការពិតប្រទេសថៃហើយតែងតែនិយាយពាក់ព័ន្ធនៃគេ Thailand ឯណាណីហើយដល់ពេលគេនិយាយការពិតចាប់ផ្ដើមភ័យស្លន់ស្លោថ្លាចការពិតស្រដៀងខ្លួនឯងការពីអតីតកាលការធ្វើបាបប្រជាជនកម្ពុជាបាទដែលជួនមីនតាមរយៈការបង្ខាត់បណ្ដាស់ពីសំណាក់យោធាថៃនោះឯងហើយវាជារឿងគួរឲ្យអស់សោកដោយសារប្រមាណថៃព្យាយាមបំពានមានច្បាប់ធម្មជាតិសូមនិយាយពាក់ព័ន្ធរឿងបំពុលខ្យល់បន្តិចខ្យល់បក់ទៅសមុទ្រសោះតែបែរជាថាហក់ទៅបាងកកវិញនេះគឺជាសំណួរមួយបាទសួរទៅកាន់ថៃខ្យល់នោះវាបក់ទៅសមុទ្រទេក៏ប៉ុន្តែមិនបានចោទកម្ពុជាបើកម្ពុជាដុតប្រមាញ់ពេទ្យ
ซ้ำแต่โปรดขมายท็อปดังหานสลับมุนบัตแต่ให้นี่คือจียุทธศาสตร์บงแวด้านดับใบเบิดบังปราเจยในการกรบกรองภาษาอังกฤษล้าน1โรงจักรขนมบางกอกแต่ปะเนาะบ่าทุมแหลกกำเหาะเดาะมกัมพูชีอันนึงคือสันดานเจ้าไทยนี่เองบ่าไอ้ก็นึกเคยจอดประกันมกัมพูชีได้ไอเรื่องพนมขมาเว่งประยุทธ์จิตติเมตรัยครวนแต่เจกันจอกโฉลบันจังปีประวัติศาสตร์แด่บ้านการล่างការដែលថៃចេញមកប្រតិកម្មនឹងហាមឲ្យប្រើពាក្យតែឆ្លៀនពៀនហាក់បង្ហាញពីភាពទុនជ្រាយនិងការមិនហ៊ានទទួលស្គាល់ការពិតនៅអ្វីដែលខ្លួនបានធ្វើកាលពីអតីតកាលតើសិល្បៈត្រូវតែសរសេរតាមចិត្តរបស់មិត្តជិតខាងសរសេរតាមការពិតដែលបានកើតឡើងលើទឹកដីខ្លួនឯងនេះគឺជាសំណួរមួយបាទជារួមប្រិយមិត្តជាទីមេត្រីមិនត្រឹមតែរឿងទឹកដីនិងវប្បធម៌នោះទេសូម្បីតែខ្យល់ដកដង្ហើមក៏ថៃតាមឆ្លក់ជាមួយខ្មែរដែរនេះពិតជាសន្សំចំនួនមែនតែនហើយគួរតែរៀនដោះស្រាយបញ្ហាផ្សែងខ្មៃក្នុងផ្ទះខ្លួនឯងនិងរៀនទទួលយកការពិតនៃប្រវត្តិសាស្ត្រទៅកុំខ្លាយពេកជាជាងការដាវដាក់កំហុសលឿងឯជិតខាងបើខ្លួនឯងស្អាតល្អស្អាតមិនមែនគ្មានផ្សែងរំសាយឬផ្សែងពីឡានទេក៏គ្មានអ្នកណាគេចោទឬគេនិពន្ធរឿងដើមដែរបាទអានឹងមកពីយើងធ្វើតោកំហុសស្អីមួយដាក់គេបានគេនិពន្ធសាច់រឿងនោះដើម្បីទុកជាឯកសារផកតាំងបង្ហាញដល់កូនចៅចំនួនក្រោយអំពីទង្វើរបស់ថៃបើមិនឃើញអញ្ចឹងទេស្មានតែយើងដឹងហើយសូម្បីតែខ្ញុំនឹងក៏មិនដឹងថាមានរឿងហេតុអាក្រក់បាទពីសំណាក់យោធាថៃសម្រាប់ប្រជាជនខ្មែរកាលពីសម័យក្រោយពីហើយណាបង្ខំឲ្យគ្នាដើរឆ្លងកាត់វាលមីនតាមជួរភ្នំដងរែកខ្ញុំអត់ដឹងទេរឿងនេះទើបតែដឹងពីរឿងចំនួនព្រំដែនកម្ពុជាថៃទេបានដឹងអញ្ចឹងនិពន្ធផលិតមកដើម្បីឲ្យកូនខ្មែរបានដឹងនៅការធ្វើបាបទុកបុកមនុស្សពីសំណាក់យោធាថៃលើប្រជាពលរដ្ឋខ្មែរដែលយើងឲ្យថាសោកនាដកម្មកម្មបាទវាលពិឃាតទី2ពីសម័យប៉ុលពតនឹងឯងចោះប្រិយមិត្តដែលកំពុងតែស្ដាប់មានតាន់កាលពីសម័យនឹងអត់បាទជួយឆ្លើយប្រាប់ប្រិយមិត្តដែលស្ដាប់ដែលខ្លះមិនតាន់កាលពីសម័យនោះថាតើរឿងរ៉ាវនឹងវាយ៉ាងម៉េចយ៉ាងម៉ាមានអ្នកណាដឹងដែរឬទេចំពោះដែលយោធាថៃបង្ខំប្រជាពលរដ្ឋខ្មែររាប់ពាន់ម៉ឺននាក់ដើរឆ្លងកាត់ជួរភ្នំដងរែកបាទហើយត្រូវជន់មានផ្ទុះស្លាប់នៅកន្លែងអញ្ចឹងទេអានឹងបើសិនជាតាន់ចំពោះព្រឹត្តិការណ៍នោះសូមរៀបរាប់ផងប្រិយមិត្តឥឡូវសូមនិយាយបន្តិចទៅចុះចំពោះបរិបត្តិប្រវត្តិសាស្ត្រនៃរឿងសោកនាដកម្មភ្នំខ្មោចបាទកាលពីខែមិថុនា1979ប្រិយមិត្តក្រោយពេលរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ1979ប្រជាជនកម្ពុជារាប់ម៉ឺនរាប់សែននាក់បានរត់ឆ្លងព្រំដែនប្រទេសថៃដើម្បីគេចពីសង្គ្រាមនិងភាពអត់ឃ្លាននៅពេលនោះថៃមានការព្រួយបារម្ភពីសន្តិសុខជាតិនិងបន្ទុកជនភៀសសម្លោកក៏បានសម្រេចចិត្តធ្វើការបញ្ជូនជនត្រឡប់មកវិញដោយបង្ខំអាហ្នឹងគឺចរិតថៃបាទឯភ្នំដងរែកក្បែរប្រាសាទប្រាវិហារវិញចន្លោះថ្ងៃទី12ដល់ថ្ងៃទី15មិថុនា1979ទាហានថៃបានប្រមូលផ្ដុំជនភៀសខ្មែរប្រមាណជា 42,000 នាក់ដាក់លើឡានក្រុងហើយដឹកជូនទៅកាន់តំបន់ជួរភ្នំដងរែកក្បែរប្រាសាទប្រាវិហារនេះគឺជាតួលេខ 42,000 នាក់ប្រិយមិត្តបាទដាក់ឡានក្រុងហើយដឹកទៅកាន់តំបន់ជួរភ្នំដងរែកចំពោះការបង្ខំឲ្យចុះច្រាំងថ្មទាហានថៃបានបង្ខំឲ្យជនភៀសទាំងនោះចុះទៅតាមច្រាំងថ្មដ៏ចោតនិងខ្ពស់នៃភ្នំដងរែកត្រឡប់មកកម្ពុជាវិញអ្វីដែលរឹតតែសាហាវជាងនេះទៅទៀតនោះគឺតំបន់ខាងក្រោមច្រាំងថ្មគឺជាវាលមីនដ៏ក្រាក់ក្រៀមតែម្ដងជនភៀសដែលព្យាយាមឡើងទៅវិញត្រូវបានទាហានថៃបាញ់ប្រហារបាទយ៉ាងសាហាវឃុខៅចំណែកអ្នកដែលចុះទៅក្រោមត្រូវផ្ទុកមីនស្លាប់ឬដាច់ដៃដាច់ជើងយ៉ាងអណោចអធមនេះគឺជាអ្វីដែលថៃធ្វើដាក់ប្រជាជនកម្ពុជារបស់យើងបង្ខំឲ្យគ្នាដើរឆ្លងកាត់វាលមីនបើអ្នកណាមិនដើរឡើងមកវិញបាញ់ដាក់ប្រជាជនកម្ពុជារបស់យើងប្រិយមិត្តបាទចងចាំទៅប្រាប់កូនប្រាប់ចៅចំពោះរឿងនេះខ្នឹងទៅដាក់ដឹងរឿងនឹងពេលចំនួនព្រំដែនទេយើងមើលទៅ 42,000 នាក់នោះដែលថៃដាក់លើឡានក្រុងហើយបញ្ជូនទៅកាន់តំបន់ជួរភ្នំដងរែកនឹងឯងពីទីបននោះភាពសាហាវឃុខៅនៃសោកនាដកម្មសាក់សីដែលនៅរស់មានជីវិតបានរៀបរាប់ថាមនុស្សស្លាប់លើគ្នាដួតភ្នំទាំងក្មេងទាំងចាស់ទាំងស្រីទាំងប្រុសនិងមនុស្សស្រីមានផ្ទៃពោះក៏មានដែរអ្នកខ្លះស្លាប់ដោយសារធ្លាក់ពីលើច្រាំងថ្មស្លាប់ដោយសារផ្ទុះគ្រាប់មីននិងអ្នកខ្លះទៀតស្លាប់ដោយសារការអត់អាហារនិងខ្វះទឹកផឹកនៅកណ្ដាលព្រៃគេប៉ាន់ស្មានប្រមាណថាមនុស្សចន្លោះពី 3,000 ទៅ 10,000 នាក់បាទបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដ៏ខ្មៅងងឹតមួយនេះបាទនេះគឺជាសោកនាដកម្មមួយប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងទេបានដូច្នេះ
ថៃមានការប្រតិកម្មចំពោះខ្សែភាពយន្តភ្នំខ្មោចវាលពិឃាតទី2ដែលកម្ពុជារបស់យើងផលិតនេះដោយទើបវាខ្លាចអសររយគេខ្លាចអន្តរជាតិនានាដឹងកាន់តែជ្រៅឬក៏ប្រជាជនខ្មែររបស់យើងដឹងការពិតចំពោះទង្វើថោកទាបសាហាវឃូខៅរបស់យោធាថៃនឹងឯងនេះគឺជាអ្វីដែលខ្ញុំរៀបរាប់បន្ថែមបើសិនជាខុសតត្រង់ណាជួយកែតម្រូវផងពាក់ព័ន្ធទៅនឹងសោកនាដកម្មភ្នំដងរែកឬភ្នំខ្មោចបាទវាលពិឃាតទី2នេះបាទខ្លាចការពិតខ្លាចគេដឹងរឿងហេតុភេទដែលថៃធ្វើបាបប្រជាពលរដ្ឋខ្មែរកាលពីអតីតកាលហើយបច្ចុប្បន្ននឹងក៏អញ្ចឹងដែរអត់ឲ្យកម្ពុជារបស់យើងនិយាយថាថៃឈ្លានពានកម្ពុជានោះទេឥឡូវចាប់ផ្ដើមពាក្យព័ន្ធរឿងភ្នំខ្មោចដែលរដ្ឋាភិបាលថៃព្រួយបារម្ភនឹងភាពយន្តភ្នំខ្មោចដែលពិពណ៌នាថាថៃជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍ជាលើកទី2លើពលរដ្ឋកម្ពុជានេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post អង់គ្លេសថ្ងៃទី18មករា2026នេះតែម្ដងថៃធ្លាប់ព្រួយបារម្ភខ្លាចទៅនឹងការពិតដែលថៃតែងតែប្រកាសកាលពីវ័យកម្ពុជា Thailand បាទការពិតឥឡូវការពិតមកដល់ហើយតាបាទថៃចេះភ័យដែរភាពយន្តរិះគន់ថៃតវ៉ាភ្លាមដាស់កម្ពុជាប៉ុន្តែភាពយន្តល្អដូចជាខុនឆាងខុនផែនបែរជាទៀមទាយកតែម្ដងអានឹងគឺប្រទេសថៃខូចមិនថៃហ่ะកុំខូចពេកទទួលយករឿងអាក្រក់ខ្លះទេបាទបើវាជាការពិតមែនថៃឯងចង់បានការពិតហើយអានឹងមិនជាសច្ចរនីទៀតដែលតននិពន្ធសរសេររឿងភ្នំខ្មោចនេះមើលថាតើវាពិតឬក៏មិនពិតបាទសូម្បីតែអ្នកកសែតថៃខ្លួនឯងលោកប្រវត្តិករនឹងក៏បានសរសេររៀបរាប់ពាក្យព័ន្ធទៅនឹងរឿងនឹងដែរតែកាលពីមុនបានពិភាក្សាជាមួយកម្ពុជារបស់យើងដែរសរសេរពាក្យព័ន្ធរឿងរ៉ាវភ្នំខ្មោចនេះគឺជាដំណឹងមួយផ្នែកប្រយមុតក្រោយពីថៃភ័យរឿងភ្នំខ្មោចនេះឯងខ្លាចការពិតត្រូវបានលាតត្រដាងបានសែទាំងអស់គ្នាប្រះប្រយមិត្ត